Wow,នៅទីបំផុតចម្រើនគុណខ្មែរសងសឹកបានសម្រេចឲ្យបងប្អូនយកទាំងដើមទាំងការតែម្ដងចំពោះការប្រកួតដែលប៉ះជាមួយនឹងកីឡាករដែលបងប្អូនមហាជនហ្វេនអ្នកគាំទ្រគុណខ្មែរបានដឹងទាំងអស់គ្នាហើយចំពោះវត្តមានកីឡាករចម្រើនគុណខ្មែរដែលត្រូវប៉ះជាមួយនឹងដៃគូចាស់នោះគឺកីឡាករ James Caustic មកពីខាងអូស្ត្រាលីអញ្ចឹងកាលពីខ្ទង់ប្រហែលជា2ខែមុនយើងបានដឹងហើយសម្រាប់ការប្រកួតរបស់ចម្រើនគុណខ្មែរធ្វើឡើងនៅឯទឹកដីនាប្រទេសអូស្ត្រាលីដែលជាលទ្ធផលវាយស្វិតស្វាញពេញ5ទឹកជាមួយនឹងកីឡាករ James Caustic គឺយើងចាញ់ពិន្ទុគេបងប្អូនហើយបើយើងមើលអំពីសាច់វាយជាក់ស្ដែងទាំង5ទឹកនឹងតែម្ដងបើសិនជាក្នុងលក្ខខណ្ឌចម្រើនគុណខ្មែរមិនត្រូវបានប្រមានផ្លូវការពីខាងអាជ្ញាកណ្ដាលនោះពិតប្រាកដណាស់បងប្អូនពិន្ទុរបស់យើងគឺលើហើយយ៉ាងណាជុំវិញតទៅជាមួយនឹងការដែលបរាជ័យរបស់ចម្រើននៅឯទឹកដីនាប្រទេសអូស្ត្រាលីយើងងាកមកកាន់កាលពីយប់មិញរាត្រីថ្ងៃទី1ខែមិថុនាឆ្នាំ2025ខាងស្ថានីយ៍ទូរទស្សន៍ថោននៅក្នុងកម្មវិធី Dragon គុណខ្មែរដែលរៀបចំនៅឯទឹកដីនាខេត្តបន្ទាយមានជ័យក្រុងសេរីសម្ព័ន្ធគាត់បានសងសឹកបានសម្រេចហើយបងប្អូនអញ្ចឹងការវាយគឺយើងលេងតែ3ទឹកទេក្រោមច្បាប់នៃលក្ខខណ្ឌគុណខ្មែរហើយប្រើកង់ធំធម្មតាទន្ទឹមនឹងនេះផងដែរការប្រកួតជាក់ស្ដែងនៅលើសង្វៀន3ទឹកនឹងគឺកីឡាករ James Caustic នឹងគាត់ព្យាយាមក្នុងការដែលដេញទៅលើចម្រើនខ្លាំងមែនទែនប៉ុន្តែចម្រើនទន្ទឹមនឹងការដែលដេញរបស់កីឡាករ James Caustic គាត់ក៏មានអាវុធកាត់មកវិញដែរបងប្អូនជាពិសេសទាក់ទងជាមួយនឹងការប្រើជើងព្រមទាំងវាយគំរាមកែងរហូតធ្វើឲ្យនៅទឹកពីរនឹងកីឡាករ James Caustic ត្រូវមានស្នាមបែកទៀតផងអញ្ចឹងបន្សល់ស្នាមលហិតបងប្អូនហើយយ៉ាងណាអាចនិយាយខ្លីថាចម្រើនយកទាំងដើមទាំងការហើយចំពោះការប្រកួតនេះដោយសារតែទៅប្រកួតនៅអូស្ត្រាលីហ្នឹងកីឡាករ James Caustic គាត់បានបន្សល់គេហៅថាស្នាមបែក5ធ្នេផងដែរសម្រាប់ចម្រើននៅត្រង់ថ្ងាសនឹងឯងហើយយ៉ាងណាមិញម្ដងនេះចម្រើនមកលេងគេហៅថាបែបឈឺសម្រាប់ការដែលប្រកួតនៅទឹកដីរបស់យើងគឺបានបន្សល់ស្នាមបែកទៅកាន់កីឡាករ James Caustic ដូចគ្នាអញ្ចឹងជាលទ្ធផលគឺយើងទទួលបាននៅជ័យជំនះដោយពិន្ទុបងប្អូនហើយទន្ទឹមនឹងនេះផងដែរអាវុធផ្លែអីគឺមានដូចគ្នាទេព្រោះថាចម្រើនរបស់យើងគឺតែមគាត់ចេញកែងបានយ៉ាងល្អការទាត់ជើងហើយ James Caustic គាត់ព្យាយាមធ្វើយ៉ាងណាបុកសន្ធាប់ទៅលើចម្រើនហើយគាត់ព្យាយាមប្រើកណ្ដាប់ដៃបងប្អូនកណ្ដាប់ដៃរបស់គាត់លឿនណាស់បងប្អូនអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌមួយចម្រើនទៅបដូរកណ្ដាប់ដៃជាមួយនឹង James Caustic ក៏អត់ទាន់គាត់ដែរបងប្អូនអញ្ចឹងជំវិញទៅជាមួយនឹងអ្វីគឺត្រូវបានបញ្ចប់ហើយយ៉ាងណាចម្រើនទៀតសោតគាត់រឹតតែមាន credit ហើយបងប្អូនបន្ទាប់ពីបំបាក់កីឡាករជើងខ្លាំងជាបន្តបន្ទាប់យើងឃើញហើយមានកីឡាករតៃម៉ូហ៊ីសៃដែលធ្លាប់ស៊ីឈុតស្រីបន្ថង2លើកធ្លាប់ស៊ីពេជ្រសម្បត្តិ1លើកហើយចាញ់ពេជ្រសម្បត្តិ1លើកដូចគ្នាហើយមកប៉ះជាមួយនឹងចម្រើនគឺចម្រើនបានធ្វើឲ្យតៃម៉ូហ៊ីសៃនឹងជូរចត់ខ្លាំងមែនទែនហើយជាបន្តបន្ទាប់គាត់ប៉ះជាមួយនឹងកីឡាករមួយរូបដែលធ្លាប់បំបាក់ច័ន្ទរតនាអញ្ចឹងគាត់ក៏ទទួលបាននូវជ័យជំនះទៀតម្ដងនេះគាត់ប៉ះជាមួយនឹងដៃគូចាស់ដែលគាត់ធ្លាប់ចាញ់នៅអូស្ត្រាលី James Caustic គាត់ក៏សងសឹកបានអញ្ចឹងយើងសង្ឃឹមថាចម្រើនគាត់នឹងប្រឹងប្រែងអភិវឌ្ឍខ្លួនបន្ថែមទៀតបងប្អូនហើយអ្វីដែលជាចំណុចដែលចម្រើននៅខ្វះខាតនៅលើសង្វៀនគឺទឹកចិត្តបងប្អូនអញ្ចឹងបើគាត់ពង្រឹងនៅគេហៅថាភាពស្វាហាប់នៅលើសង្វៀនទឹកចិត្តមោះមុតត្រូវបុកផ្ដាច់ទៀតអត់មានគេថាគាត់ល្អបងប្អូនហើយមួយវិញទៀតតើតើជាមួយនឹងកណ្ដាប់ដៃបងប្អូនគាត់អត់សូវជាប្រើបានល្អទេផ្លែកែងអីគាត់បុកបានល្អប៉ុន្តែតើតើជាមួយនឹងកណ្ដាប់ដៃយើងមើលទៅនៅពេលដែលប៉ះជាមួយនឹងអ្នកដែលគេល្អដៃគឺគាត់អត់អាចទៅលេងជាមួយគេបានទេអញ្ចឹងបើចម្រើនគាត់អាចពង្រឹងតើតើជាមួយនឹងកណ្ដាប់ដៃវាចេញបានលឿនចំគោលដៅធ្ងន់ទៀតអែនមានគេថាចម្រើនគឺពិបាករកដៃគូហើយដោយសារតែកាយសម្បត្តិរបស់គាត់គឺល្អហើយមួយវិញទៀតតើតើជាមួយនឹងការទាត់ជើងរបស់គាត់ក៏មានចង្វាក់ទម្រង់អីមើលទៅគឺដៃគូល្មមនឹងពិបាកទប់ជាមួយគាត់ណាបងប្អូនប៉ុន្តែអ្វីដែលសំខាន់តើតើជាមួយនឹងអវង្តានៃការដែលថយទាត់របស់គាត់យើងដឹងហើយបើកាលណាតែយើងយកអវង្តាថយទាត់អាវុធចេញមកក៏វាអត់សូវធ្ងន់ដែរអញ្ចឹងបានអេដមីនបានបញ្ជាក់ខាងដើមអញ្ចឹង
បើសិនជាគាត់មានទឹកចិត្តមោះមុតវាយឲ្យលះបងប្អូនដើរចូលក្នុងការដែលសន្ធាប់ទៅលើដៃគូឲ្យដាច់នោះចម្រើននឹងคล้ายទៅជាកីឡាករមួយរូបនៅក្នុងបេះដូងមហាជន fan អ្នកគាំទ្រហើយដូច្នេះ admin ក៏មានតែប៉ុណ្្នឹងហើយបងប្អូនយល់យ៉ាងណាក៏អាចចូលរួម comment បញ្ចេញជាមតិយោបល់ម្នាក់មួយជាចុងក្រោយសូមជម្រាបលា